ហើយខ្ញុំ booking ឡាននេះដែរគឺតាមរយៈ app Limo ជា app taxi ថ្មីរបស់កូនខ្មែរ 100% ទាំង CEO ទាំងក្រុមការងារទាំងអស់តែម្ដងហើយអ្វីដែលពិសេសដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាក្នុងថ្ងៃហ្នឹងដឹងមែនអត់គឺប្រាក់ចំណូលដែលយើងរកបានចាប់ពីថ្ងៃខ្ញុំចេញវីដេអូនេះរហូតដល់ថ្ងៃ6 ខែ 6 2026ប្រាក់ចំណូលយើងនឹងដក 10% ជូនទៅកាន់គុណធៈឧបហាហើយក្នុងហ្នឹងក៏យើងមាន promotion ដែរយើងមាន promotion ចាប់ពីឥឡូវនេះដល់ថ្ងៃ6 ខែ 6 2026រហូត 30% ហើយដក 10% ពីលើទៀតជូនទៅមន្ទីរពេទ្យគុណធៈឧបហាដោយសារអីយើងអត់ចង់ប្រើរយៈពេលខ្លីពេកដោយសារ app របស់យើងទំបកាអញ្ចឹងទៅខ្លាចថាអូខេចំណូលតិចពេកយកទៅជូនគុណធៈឧបហាអញ្ចឹងបានយើងសម្រាប់ចិត្តថាដាក់ឲ្យយូរតែម្ដងអញ្ចឹងបានថាអ្នកនរគ្នាមានអ្នកជួយខ្មែរយើងជាងខ្មែរយើងជួយគ្នាទេអញ្ចឹងដូចខ្ញុំធ្វើ business របស់ខ្ញុំក៏ខ្ញុំជ្រើសរើសយកផលិតផលក្នុងស្រុកហើយអ្នកនរគ្នាជាវផលិតផលខ្ញុំទៅខ្ញុំក៏ទៅជាវផលិតផលរបស់អ្នកនរគ្នាវិញដែរទោះថារបស់យើងវាអត់មានអីតាក់ទងគ្នាប៉ុន្តែយើងជួយតាមលទ្ធភាពដូចតែអ្នកនរគ្នាជួយខ្ញុំនឹងជួយទៅប្រជាជនខ្មែរផ្សេងទៀតអញ្ចឹងទៅអញ្ចឹងអាចរ៉ាន់លុយរបស់យើងវានឹងវិលមកជុំសម្រាប់ប្រជាជនខ្មែរយើងមុនដំបូងគាត់ថាចង់មាន content អីចេញផ្សេងទៀតហើយខ្ញុំក៏ប្រផុស idea គាត់ថាឥឡូវយើងដកភាគរយឲ្យគុណធៈឧបហាមានណា CEO គាត់ approve ហ្មងអញ្ចឹងបានន័យថាអញ្ចឹងខ្មែរយើងគឺអញ្ចឹងខ្ញុំមានទឹកចិត្តទៅប្រាប់គាត់មាន idea ទៅប្រាប់គាត់ហើយគាត់ក៏ស្រឡាញ់អញ្ចឹងទៀតគឺយើងស្របគ្នាហ្មងអញ្ចឹងបានថាខ្មែរយើងបេះដូងស្មោះសរអញ្ចឹងថាសួរធ្វើម៉េចបាន promotion 30% ហ្នឹងអត់មានធ្វើម៉េចទេ download app ហើយ booking ជីចប់រឿងគឺយើង discount direct តែម្ដងអត់ចាំបាច់ប្រើប្រាស់ promote code ទេគឺយើងផ្ដល់ជូនគ្រប់គ្នាតែម្ដងហើយបើសិនជាអ្នកនរគ្នាតាមដាន page ខ្ញុំប្រហែលជាបានឃើញខ្ញុំមកពីចិនវិញគឺខ្ញុំប្រើប្រាស់ Alpha របស់ Limo ជា app taxi របស់កូនខ្មែរហ្នឹងម្ដងហើយឥឡូវខ្ញុំមកជិះ EV នេះក៏ផាសុខភាពដូចគ្នាដោយសារអី Mazda EZ6 025ទេអ្នកនរគ្នាអញ្ចឹងថ្មីហ្មងហើយមានផាសុខភាពហើយតម្លៃសមរម្យហើយគាត់ចេះមាន promotion ដក 10% ជូនគុណធៈឧបហាវិញទៀតអញ្ចឹងបានន័យថាខ្មែរយើងចេះជួយគ្នាអ្នកនរគ្នាជួយទៅវិញទៅមកអញ្ចឹងពេលដែលយើងយកថវិកាជូនទៅមន្ទីរពេទ្យគុណធៈឧបហាយើងនឹងថតជូនពុកម៉ែបងប្អូនទាំងអស់គ្នាមួយសារទៀតយើងអត់បោកកុហកដែរថាអូខ្ញុំជិះតាក់ស៊ី Limo នេះដោយសារយកថវិកា 10% ជូនគុណធៈឧបហាតែបែរជាចុងក្រោយយើងអត់បានធ្វើតាមអ្វីដែលយើងប្រាប់ខ្ញុំធានាខ្ញុំអធិការខ្ញុំធានាឲ្យ 10% ច្បាស់លាស់ជូនទៅមន្ទីរពេទ្យគុណធៈឧបហា